ទេខ្ញុំហូបផ្ទះដើរកាលសម័យដើរពោតដោយរៀបការខ្ញុំណានៅផ្ទះអូអ៊ំឯងរៀបប្រពន្ធនឹងរៀបនឹងសម័យពលពតនឹងរៀបអីត្រឹមខាងហ្នឹងហីបាទនឹងខាងនោះចេះនឹងទៅចំពីមុខផ្ទះដែលចិត្តយ៉ាបហ្នឹងទៅផ្ទះហ្នឹងទល់មុខហ្នឹងឯងទល់មុខផ្ទះធៀនភូមិហ្នឹងឯណាតើនេះដែលខ្ញុំរៀបការពេលដែលខ្ញុំបានមកដល់ឃើញកន្លែងនឹងខ្ញុំមានការដូចថាវាក្តុកក្តួលក្នុងចិត្តណាមានអារម្មណ៍មួយនឹកឃើញសម័យនោះដែលខ្ញុំវេទនារស់នៅក្នុងសង្គមនឹងគឺវេទនាមែនទែនអញ្ចឹងខ្ញុំមកដល់ឃើញកន្លែងដែលខ្ញុំវេទនានឹងខ្ញុំដូចជាមានអារម្មណ៍មួយថាដូចជាអាមិនទេខ្ញុំដូចអត់នឹកឃើញថាវាមានការ ពីបុគ្គលនឹងដែរហ្នឹងcònហ្នឹងគេថាបុគ្គលហ្នឹងគាត់ទៅរាយការណ៍ថាគ្រួសារគាត់អត់ចុះសម្រងគ្នាដេកជាមួយគ្នាអត់បានអញ្ចឹងអ្នកដែលទទួលដូចថាប្រព្រឹត្តខុសថាអត់យកទេអត់ព្រមទេគេថាយើងមិនអនុវត្តតាមគេតាមផែនការគេយកតនឹងយកទៅណាទេអត់ដឹង អញ្ចឹងពេលដែលយើងចូលក្នុងថ្នាក់មិនយើងធ្វើ dialog មិនហ្នឹងពេលយើងមានដើមម្ដងនេះមានតែខ្ញុំឃើញករណីឡើយហ្នឹងគាត់ពិបាកនឹងការចែកម្លែកពេលខ្លះគាត់ទៅបានគេរំលងពៀននោះពេលដែលគាត់និយាយក្នុងថ្នាក់មនុស្សច្រើនគាត់ពិបាកនឹងការចែកម្លែកឡើយហ្នឹងបងគិតមិនដែរឡើយហ្នឹងគួរតែយើងធ្វើមិនដែរ សល់6 9បានអសល់ច្រើនទៀតអញ្ចឹងមកជួយបំពេញការអីមកព្រោះពេលយើងថតរូបទៅវាឃើញស្អាតបាទអញ្ចឹងខ្ញុំឈ្មោះវ៉ាន់កេងឌិតវ៉ាន់កេងជាមន្ត្រីផ្សព្វផ្សាយរបស់សាលាក្តីខ្មែរក្រហមគឺបន្ទាប់ពីតុលាការកាត់ទោសខ្មែរក្រហមចប់នៅឆ្នាំ 2022 មុខងារសេសសល់របស់ពួកយើងគឺដើរផ្សព្វផ្សាយជំវិញខេត្តក្រុងទាំងអស់ទូទាំងប្រជាជាតិកម្ពុជារបស់យើងផ្សព្វផ្សាយអំពីអីគេយើងផ្សព្វផ្សាយអំពី គេដំណើររបស់តុលាការដែលបានកាត់ទោសដែលបានធ្វើការមានន័យថាដំណើរការនីតិវិធីហើយបានកាត់ទោសមេដឹកនាំខ្មែរក្រហមខ្លាចថាក្មេងៗចំនួនក្រោយកាលណាក៏អត់យល់ដឹងពីរឿងខ្មែរក្រហមទេលេងថ្ងៃក្រោយខ្លាចជាអ្នកដឹកនាំទៅធ្វើដូចខ្មែរក្រហមទៅប្រទេសយើងមិនខ្ទេចមិនចឹង ចឹងការជាបន្ទាប់គឺ
លោកអ៊ំគឺជនរងគ្រោះសម័យខ្មែរក្រហមដែលគាត់មានរស់ដែលគាត់បានធ្លាប់ឆ្លងកាត់ពីសម័យខ្មែរក្រហមមកណាហើយថ្ងៃហ្នឹងអ៊ំគាត់នឹងចែកម្លែករឿងរ៉ាវរបស់គាត់ទៅដល់បងប្អូនទាំងអស់អ៊ំឈ្មោះអីគេអ៊ំធូឃីងជុំគ្រួសារកូនចាស់លុយស្លាប់អស់ហើយនៅសល់តិចណាហើយសិតអ្នករៀនហើយគេយកទៅស្លាប់ម្ដងហើយគេណាត់គេឲ្យចាំកូនចុះកូនច្រើនណាស់ប្តីគេយកទៅស្លាប់អស់ហើយហេតុអីបានគេសម្លាប់ប្តីអ៊ំគេថាយើងអ្នកធ្វើការគេមើលតាំងពីដៃជើងយើងអ្នកធ្វើការអ្នកមិនធ្វើការខុសគ្នាហើយអ៊ំបាត់បង់ប្រមាណអ្នកបាត់បង់គ្រួសារបាត់អស់ជាង10នាក់ជាង10នាក់ចាទាំងកូនទាំងចៅទាំងប្អូនទាំងបងគេយកបាទគេយកដាក់ដល់មិនដៅហ្នឹងលេចផ្ទះហ្នឹងដាក់បងខ្ញុំមកទូវ៉ាន់ហ្នឹងលើគេមិនអស់3ក្រោយគេមួយថ្ងៃមួយយប់អត់ស្លាប់ហើយប្អូនមួយគេចង់បង្អត់បាយ3ថ្ងៃ3យប់អត់ឲ្យទឹកផឹកអត់ឲ្យបាយស៊ីបោះធុំមេនពោដូចគ្នាណាចៅអើយចៅជំនាន់ក្រោយនេះចៅសុបាយហើយបាយមហូបគេនៅសុខសប្បាយបាទហើយក៏ដែរសុខសប្បាយខ្ញុំកណាយកបាយនឹងលឹកនឹងចង្ហាន់ទាំងបច្ច័យប្រគេនព្រះអង្គសូមអុយដាទិសទៅដល់បច្ចឿនដែលគាត់បានស្លាប់ទៅហើយលោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលកើងកានសូមសុខសែនសានដល់ឋានផុតទុក្ខខ្ញុំអ៊ីថាំងវោញាតិណាំងតោសុភិតាតោញាតិណាំងសុភិតាអន្តោញាតិយោខ្ញុំមានកំហឹងឈឺចាប់តាំងពីនឹងមករហូតមកតាំងពីចូលសម័យប៉ុលពតមកគឺខ្ញុំខឹងក្នុងចិត្តបងមានការឈឺចាប់ខ្លាំងបងរកអីប្រៀបមិនបានសម្រាប់ម៉ែឪយើងតាសម្បែងរុះរើរបស់យើងឲ្យយើងទៅនៅទៅតាមព្រៃហើយដល់ពេលឲ្យយើងរៀបគ្រួសារគ្មានអាវគ្មានខស្លៀកពាក់ដែលល្អគ្មានមេបាយចាស់ទុំអីគ្មានភ្នួងគ្មានស្អីគ្មានភ្លេងផ្លិតអីគឺគ្មានទាំងអស់ឲ្យយើងនឹងអង្គុយរៀបដូចថាវាមិនមែនមនុស្សម្នាណាមនុស្សទៅរៀបសัตว์ធាតុអីមិនដឹងដូចនឹងរបបស្អីមកអង្គុយរៀបអាវខោខ្មៅគឺចេះកញ្ចាស់រៀបមិនបើខ្ញុំមិនដែលបាននិយាយចូលគ្នាមិនដែលបានមើលមុខគ្នាមិនដែលស្គាល់ថានិយាយចូលគ្នាមួយម៉ាត់ទៅខ្ញុំអស់ចិត្តអត់ដែលសោះ
ដូចតែយើងមានចិត្តខឹងបានខ្ញុំដាក់ពាក្យប្តឹងហ្នឹង សូមអញ្ជើញអង្គុយ សាលនការនៅថ្ងៃនេះអង្គជំរះនឹងបន្តស្ដាប់សក្ខីកម្មដើមម្ដងរដ្ឋបវិនីដែលមានរហស្សនាម 2 TCCP 274 ទាក់ទងនឹងអង្គហេតុការចេញបញ្ជាស្ដីពីការរៀបអាពាហ៍ពិពាហ៍ហើយនឹងចាប់ផ្ដើមស្ដាប់សក្ខីកម្មដើមម្ដងរដ្ឋបវិនីដែលមានរហស្សនាម 2 TCP 224 បាទសូមជម្រាបសួរអ្នកស្រីដើមម្ដងតើស្វាមីលោកស្រីគាត់មានប្រើកាយវិការឬក៏និយាយសម្ដីក្នុងការលួងលោមឬក៏ការសុំការរួមដំណេកជាមួយអ្នកស្រីដែរឬយ៉ាងម៉េចដែរសូមរៀបរាប់បន្តិចបានទេ ទៅដល់ស្រាប់តែទាំងក្រឹបយកតែហ្មងព្រោះដល់ទៅនាងខ្ញុំដំណើរនាងខ្ញុំយ៉ាងខ្លាចដែរហើយខ្លាំងដែរបតែគ្នាទៅគេចេញទៅប្រាប់នឹងប្រធានគេវិញព្រោះប្រធានគេនឹងប្រធានយោធាផ្ទាល់ចាគេទៅប្តឹងថាខ្ញុំនាងខ្ញុំនឹងអត់រួមដំណេកជាមួយហើយគេទៅប្តឹងទៅណែសមមិត្តភ័ណ្ឌនឹងហៅខ្ញុំទៅគេហៅនៅពេលណាដែរចាគេហៅនៅពេលយប់ហ្នឹងដល់ទៅហៅនាងខ្ញុំទៅដល់វាទៅដល់សួរថាល្មិចបានមិនព្រមយកគេអញ្ចឹងហើយវាគ្មានសួរអីវែងវាបតែបតប់ជាមួយខ្ញុំចាប់ខ្ញុំលោបនឹងឯងវាធ្វើបាបរាងកាយរបស់នាងខ្ញុំយ៉ាងខ្លាំងឆ្អែតធ្វើឲ្យខ្ញុំតូចចិត្តតថ្ងៃនឹងឯង រូបណាធ្វើការបុជនននោះគាត់នៅតែថាគាត់មិនបានធ្វើគាត់មិនបានប្រព្រឹត្តបានមួយចំណែកដែលបានមួយចំណែកត្រង់ថាបានយកអាមេធំហ្នឹងកាត់ទោសបាននៅនឹងគុកស្លាប់នឹងគុកវាមិនបានមានសេរីភាពដើរទៅផ្ទះមួយទៅផ្ទះមួយបានធ្វើបុណ្យធ្វើទានអីឲ្យដូចយើងប្រជាជនអីវាបានអត់បានអញ្ចឹងវាបាននៅមួយកន្លែងស្លាប់នឹងគុក បើសិនជាកាលដូចម៉ែពេលសម័យ3ឆ្នាំនោះបើសិនជាមានតែកម្មវិធីការអញ្ចឹងដែរមានអាវខោមានភ្នួកអីលាបប្រាក់ស្អាតអីបើនឹងស្បាយយ៉ាងណានឹងអយ៉ាងណាកាយទេបើម៉ែការហើយយប់ឡើងរត់ចោលបាត់យប់បាត់បានស្រឡាញ់អត់បាននិយាយចូលគ្នាអត់បានស្រឡាញ់គ្នាអត់បានដឹងចិត្តគ្នាបានសួរនាំអីគ្នាផងហើយឲ្យមកយើង ហៅមកអង្គុយទល់មុខគ្នាមេខ្មែរក្រហមណែនាំសន្ទុះឲ្យយើងចាប់ដៃហើយប៉ុណ្ណឹងនោះហើយទៅខ្លាចទៅប្តីប្រពន្ធហ្នឹងយើងមិនទៅប្តីប្រពន្ធអីរួចបញ្ចុងនោះម៉ែក៏គ្មានម៉ែបងប្អូនណាមកនឹងមានម៉ែណាឯងហ្នឹងខ្មែរក្រហមហ្នឹងអើយជាមេបាហ្នឹងហើយខ្មែរក្រហមជាមេបាហ្នឹងបានទៅចាប់យើងឲ្យរៀបទាំងម្ដង50 60គូ30 40គូ70គូ នឹងតគូណាម៉ែរត់ខ្លាចខ្មែរក្រហមចាប់ទេខ្លាចទាំងឯងម៉ែរត់ចូលពីបិសាយគាត់ចេះទៅដឹកជូនយកតែគោទៅដឹកជូនមកវិញរត់ទៅម៉ែនឹងបានទៅ4 5យប់អីហ្នឹងចេះទៅយកមកវិញពីបិសានោះមិនមែនតែមួយសាទេរំបានជួបប៉ាខ្លួនឯងជាប្តីប្រពន្ធកូនអើយរាប់ខែ ចូលបាត់ឲ្យដឹងបើចិត្តយើងថាមិនអាចទៅរួចមិនអាចទៅរៀបហើយដូចថាជាប្តីជាប្រពន្ធភ្លាមអត់អាចទៅរួចពេលវេលានឹងមកដល់ទៅបានខ្ញុំស្នះក៏ត្រង់នឹងស្នះក៏ត្រង់ថាភ្លាមគាត់អត់បខំយើងគាត់ទុកពេលវេលាឲ្យយើងនេះប៉ាល្អដែរ
một đôi thôi con bị ổn à nó quậy và cái này thong vợ thong ai chỉ luôn cô sát để và miền đấy luôn đấy ai chỉ luôn ai của ai anh tịnh đó có thà nè rút ca dương tầng on này anh mới khơi thà ai sẽ lanh rút na trường kỳ thong vợ nà chọn đầy chùm côn chùm trâu anh anh sát ở này sát đây nè anh có sát đấy sát tầng on đi sát tầng on nữa pram cua đó cua tì muối cua tì pí cua tì ăn cá nóสบายចិត្តក្នុងរៀបការកូនអបអសាទរកូនបានរៀបការខ្ញុំបានសบายចិត្តក្នុងចិត្តនឹងសบายចិត្តក្រៃលែងសบายខ្ញុំក៏អញ្ចឹងដែរបាទថាក្នុងមួយជីវិតខ្ញុំនេះខ្ញុំមិននឹកស្មានថាបានរៀបការអីដូចគេអញ្ចឹងទេព្រោះថាយើងបានសម័យប៉ុលពតគេបានរៀបការឲ្យយើងរួចទៅហើយសប្តាហ៍មុនសម័យនេះបាទគេបានរៀបការឲ្យខ្ញុំសារថ្មីឡើងវិញបាទគឺគេរៀបទៅតាមប្រពៃណីអញ្ចឹងខ្ញុំសប្បាយចិត្តណាស់បាទខ្ញុំអរគុណនឹងអស់ឲ្យផ្លេចរឿងខឹងពីមុនអីបាទសប្បាយនៅពេលនឹងទាំងអស់គ្នាព្រោះថាការរៀបនេះវាសមស្របទៅតាមប្រពៃណីរបស់យើងបាទគណៈខុសថាថងថាចាស់ហើយនៅរៀបការទៀតមិនដល់ពេលបានគេរៀបការឲ្យអញ្ចឹងខ្ញុំអរមើលឯងស្បាយអត់ស្បាយចិត្តអត់ស្បាយចិត្តបានគេរៀបការនឹងស្បាយចិត្តក្នុងខ្លួនក៏លែងគិតខឹងចិត្តលែងខឹងលែងអីមិនតូចចិត្តវាស្នាថាមិនបានការឥឡូវបានការស្បាយចិត្តក្រៃលែងស្បាយចិត្តចិត្តនឹងសន្តិភាពលែងភ័យលែងខឹងcòn ai chẳng nôn tạm liên thế mình không chung ọt mình không đưa tạm được nên mấy ô nè nên mấy nè anh ấy đâu đi mẹ nè mẹ nè đâu đi mẹ này cầm băng nè ở thọ thụt nè nè em nó này đang để chát rồi khơi đó mơm bao tiền mới để tùng hộp khơi cái cái căn đó căn thật nhưng mà không có này ở con nè gì tàu ơi gì nè gì đi nè đi tuần anh đi chùa chưa đi tuần là sao đi phải đúng phải đi năm ai nữa mấy nè mày nè năm mà nè vì nó pa như vậy nhưng mà nó không mấy mà là đi pa mơ tới ít nên bà đi mà nên nên khơi đi mà cười
កំណើតគូ នេះគូឯងនេះ គូកា10ឆ្នាំ ទៅនេះបាយហើយញ៉ាំនំខេក កូនញ៉ាំបាយហើយកូនញ៉ាំនំខេកបើកូនឯងជិះកាត់មកមកអូនញ៉ាំនំខេក នេះអរណា ញ៉ាំបាយទៅញ៉ាំ